មួយសប្តាហ៍កន្លងទៅកីឡាកររបស់ FC Star មួយចំនួនបានត្រូវចាប់ខ្លួនដោយពួក Gestapo ប៉ូលីសសម្ងាត់របស់ប៉ាណាស៊ីអ្នកមួយចំនួនត្រូវបានគេសួរចម្លើយធ្វើទារុណកម្មហើយអ្នកមួយចំនួនទៀតត្រូវបានបញ្ជូនធ្វើពលករនៅតាមជំរំនានាហើយយ៉ាងហោចណាស់មាន4អ្នកដែលបាត់បង់ជីវិតតាមរយៈហេតុការណ៍នេះយ៉ាងណាប្រវត្តិវិទូឯកភាពជុំគ្នាថាកីឡាករខាង FC Star បានត្រូវបានគេធ្វើអត្តឃាតភ្លាមក្រោយជ័យជំនះការប្រកួតមួយហ្នឹងឯងតែជំនួបមួយនេះវាពិតជាធ្វើឲ្យគេខ្លាចជាមុខសញ្ញាការតតាំងនិងវីរភាពរបស់ពួកគេគឺពិតជាត្រូវចងចាំទុកហេតុអីព្រោះថានេះវាពិតជាលើសពីបាល់ទាត់វាជាសញ្ញាបង្ហាញពីការប្រឆាំងនឹងការចោះញ៉មការតតាំងដ៏អំណត់ហើយជាការរំលឹកដល់កិត្តិយសគុណធម៌ដែលនៅតែអាចក្រោកឡើងបានបើទោះបីកំពុងប្រឈមនឹងសម្ពាធពីការគ្រប់គ្រងកាន់កាប់ណាក៏ដោយពួកគេមិនប្រយុទ្ធដោយយុទ្ធភ័ណ្ឌទេតែពួកគេតតាំងយ៉ាងក្លាហាននៅក្នុងទីលានពេញ40នាទីក្នុងគ្រាដែលការព្រមចោះញ៉មវិញ្ញាជាជាងការត្រាំត្រែងការតតាំងខោឈរពុះពៀដើម្បីជ័យជំនះពួកគេជ្រើសរើសក្នុងការតតាំងប្រឆាំងមិនរារែងមិនដើម្បីតែជ័យជំនះពានរង្វាន់អីហ្នឹងឡើយតែដើម្បីកិត្តិនាមកិត្តិយសហើយជាកម្លាំងបណ្ដាចិត្តឲ្យមនុស្សផងដែលជ្រាបយល់ពីរឿងហៅនេះពួកអីបើកាលណាមនុស្សយើងលែងមានសម្រែកនៃភាពហានខ្លាទាំងហ្នឹងហើយនោះជាវិញ្ញាណសេចក្តីមោទនៈនឹងខ្លួនដើម្បីតម្រង់ជីវិតបន្តក៏លែងស្ថិតមានឡើងដូចគ្នាដែរហើយរឿងហៅនេះក៏បានបញ្ជាក់ថាទោះស្ថិតក្រោមអំណាចនៃអំពើខុសខើយ៉ាងណាក៏ដោយចិត្តវិញ្ញាណព្រលឹងនៃភាពហានខ្លាត្រូវតែជាអតិភិបជានិច្ចហើយនេះគឺ90 Channel ដែលជឿថាបាល់ទាត់វាលើសពី90នាទីហើយរឿងហៅនេះដែលកើតឡើងនៅក្នុងពិភពបាល់ទាត់ហ្នឹងពិតជាអាចកែប្រែជីវិតពួកយើងបានសម្រាប់ថ្ងៃនេះមានប៉ុណ្ណេះអរគុណច្រើនដែលតាមដានមកដល់ចំណុចនេះជួបគ្នាឱកាសក្រោយលាសិនហើយ